ជំរាបសួរទៅដល់បងប្អូនជាទីរាប់អានហើយក៏លើកដៃព្រាមដៃ10នេះក៏សូមអភ័យទោសទៅដល់បងប្អូនតែគាត់មានចិត្តអាណិតស្រឡាញ់ចូលចិត្តរាប់អានខ្ញុំហើយនិយាយថ្ងៃនេះក៏មិននិយាយពាក់ព័ន្ធនឹងការងារធ្វើការងារប្រចាំថ្ងៃប្រហែលដែរគាត់ថាចង់និយាយថាគឺខ្ញុំមកថ្ងៃនេះគឺចេញមកសូមអភ័យទោសទៅដល់បងប្អូនភាពចាក់ស្ដែងខ្ញុំមិនចង់ឲ្យបងប្អូនយល់ច្រឡំថាខ្ញុំនឹងរឹកពីហៅតែអីដូចថាបងប្អូនមានចង់ឲ្យខ្ញុំទៅលេងផ្ទះឬក៏ចង់ឲ្យខ្ញុំទៅការជួបជុំដែលគាត់ចង់ជួបខ្ញុំនេះហើយក៏បងប្អូនជួនកាលខ្ញុំជិះម៉ូតូកាត់មកផ្ទះទៅក៏បងប្អូនស្រែកហៅស្រែកអីចឹងទៅខ្ញុំអត់បានចូលនេះសូមអធិស្ឋានបាទមិនមែនថាខ្ញុំរឹកខ្ញុំអឺទេគ្រាន់តែភាពជាក់ស្ដែងបងប្អូនដឹងស្រាប់ហើយការងារជាប្រចាំថ្ងៃខ្ញុំនេះបើសិនណាខ្ញុំអាចយឺតយ៉ាវរាំងផ្ទះប្រការណាមួយគឺធ្វើឲ្យការងារខ្ញុំវាកូនច្រើនហ្នឹងហើយសូមអធិស្ឋានដល់ចឹងទៅបងប្អូនខ្លះទៅណាត់ថ្ងៃមិនជួបចឹងទៅក៏គាត់ណាត់យប់ឱកាសយប់នឹងខ្ញុំធ្វើការងារជាប់ដៃទៅក៏អត់បានទៅទៀតអញ្ចឹងបានខ្ញុំសូមលើកព្រាមដៃ10នេះសូមកម្មាទោសអស់ពីគឺថាអារម្មណ៍នៅក្នុងខ្លួនគឺដោយចិត្តស្មោះសរទៅដល់បងប្អូនភាពជាក់ស្ដែងឃើញបងប្អូនមួយចំនួនច្រើនដែលគាត់បានតែណាត់ចង់ឲ្យខ្ញុំទៅជួបគ្នាប្រូប្រាជ្ញគ្នារាល់ការងារអ្វីផ្សេងបងប្អូនខ្លះទៅក៏ឃើញជិះម៉ូតូកាត់យើងទៅក៏ស្រែកហៅហ្នឹងហើយមិនមែនថាអឺរឹកអីទេបងប្អូនភាពជាក់ស្ដែងបងប្អូនស្គាល់ខ្ញុំហើយគឺចង់មិនថាខ្ញុំមិនចេះហូបទេគឺខ្ញុំចេះហូបដែរហ្នឹងហើយគាត់ថាធ្វើម៉េចបើភារកិច្ចតែបងប្អូនទម្លាក់មកឲ្យខ្ញុំធ្វើច្រើនដល់ចឹងទៅបើខ្ញុំចែកម៉ោងការងារនោះបើខ្ញុំហ៊ានដាក់អន់គឺថាយឺតយ៉ាវការងារមកបន្តិចគឺខ្ញុំអាចជន់ការងារនោះទៅជាច្រើនដល់ចឹងទៅខ្ញុំក៏មិនបានចូលខ្ញុំនិយាយចំហើយមួយមុខទៅមួយមុខដល់ចឹងខ្ញុំប្រញាប់ស្រូតការងារដែលខ្ញុំរៀបចំប្រចាំថ្ងៃហ្នឹងអត់ឲ្យជន់គ្នាចឹងណាបងប្អូនហើយនៅតែជៀសថាជន់នៅតែមានជន់គាត់ថាបើខ្ញុំស្រូតទៅនៅបាទវាដំណើរការវារៀងរលូនបាទតថ្ងៃណាមួយដែលខ្ញុំចែកម៉ោងអត់ត្រូវបងប្អូនវល់នឹងការងារបងវល់ដល់ចឹងរៀងផលវិបាកនៅគឺថាខួរក្បាលវាមានផលវិបាកដែរគាត់ថាសប្បាយចិត្តដែលបងប្អូនអាណិតស្រឡាញ់ចុចរាប់អានតម្លាក់ការងារឲ្យធ្វើហ្នឹងហើយព្រោះហេតុអីបងប្អូនមួយចំនួនទៅក៏គាត់ពោលពីជាក់ស្ដែងនៅការនៅមុខយើងគាត់ថាគាត់សុខចិត្តចាយលុយចំណាយលុយយករបស់របរមកឲ្យខ្ញុំជួសជុលគាត់ថាគឺគាត់ចំណូលចូលចិត្តស្រឡាញ់ខ្ញុំហ្នឹងហើយគាត់ថាសុខចិត្តយកលុយឲ្យអូនអីវិញអត់ឲ្យគេផ្សេងទេគាត់សុខចិត្តចំណាយមកឲ្យខ្ញុំអត់ពីខ្ញុំទៅក៏គាត់ប្រើពាក្យសម្ដីគាត់ថាបើអូនឯងមិនធ្វើក៏ខ្ញុំមិនយកទៅណាដែរហ្នឹងហើយខ្ញុំទទួលស្គាល់ហើយបងប្អូនខ្លះខ្លះគាត់ពឹងពាក់ទៅហៅឲ្យមើលការងារនៅផ្ទះគាត់អស់ថ្នាក់តែយើងវល់គាត់សុំទោសគាត់ហ្នឹងហើយព្រោះឲ្យការងារយើងវាចាញ់អត់រួចផ្ទះគាត់វល់យើងវល់ទៅវល់មកហ្នឹងគាត់វាយតម្លៃមកយើងថាគាត់ហៅទៅប្រើមិនថាមិនឲ្យលុយទេគាត់ប្រើយន្តនិយាយថាគាត់ឲ្យលុយ